ចាជំរាបសួរប្រិយមិត្តអ្នកស្ដាប់ថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយខ្លាំងណាស់ដោយបានពេលវេលាយ៉ាងល្អជួបជាមួយនឹងទី2ចាទី2គឺជានិស្សិតអន្តរជាតិមកសិក្សានៅប្រទេសអូស្ត្រាលីនេះទី2មានបទពិសោធន៍ទាំងការសិក្សាទាំងការងារនិងកិច្ចការងារជាច្រើននៅក្នុងសហគមន៍ខ្មែរយើងនៅទីនេះពីប្រទេស2គឺជាយុវជនសកម្មទាំងកិច្ចការងារក្នុងសាលាទាំងកិច្ចការងារក្រៅសាលាហើយនឹងបទពិសោធន៍នៅក្នុងកិច្ចការងារសម្រាប់សហគមន៍ខ្មែរផងសហគមន៍បរទេសផងចាដូចអ្នកទាំងអស់គ្នាបានដឹងហើយថាប្រទេសអូស្ត្រាលីគឺជាប្រទេសដែលមានជាតិសាសន៍ចម្រុះច្រើនណាស់ដូច្នេះកិច្ចការងាររបស់ទី2គឺមិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋខ្មែរទេគឺទាំងសម្រាប់ប្រជាពលរដ្ឋទូទៅដែលមានទីលំនៅក្នុងប្រទេសអូស្ត្រាលីនេះថ្ងៃនេះនាងខ្ញុំជួបជាមួយនឹងទី2ដើម្បីទៅចែកគ្នាអំពីពានរង្វាន់ប្រចាំឆ្នាំសម្រាប់សិស្សអន្តរជាតិដោយសារទី2គឺជាយុវជនដែលទទួលបានពានរង្វាន់នេះកាលពីឆ្នាំ2023គឺជាម្ចាស់ពានរង្វាន់ប្រចាំឆ្នាំជាភាសាអង់គ្លេសយើងហៅថា International Student of the Year Award អញ្ចឹងចង់ដឹងថាហេតុអីទៅបានទី2អាចទទួលបាននៅពានរង្វាន់មួយនេះទី2បានធ្វើអ្វីខ្លះហើយដំណើរការនៃការដាក់ពាក្យនោះយ៉ាងណាទៅនាងខ្ញុំក៏នឹងសិក្សាស្វែងឆ្វេងយល់ជាមួយនឹងបងប្អូនទាំងអស់គ្នានៅថ្ងៃនេះផងដែរចាព្រោះទី2គឺបានឆ្លងកាត់នៅបទពិសោធន៍ទាំងអស់ហ្នឹងហើយក៏ទទួលបានជោគជ័យសម្រាប់ការដាក់ពាក្យនៅក្នុងការប្រកួតប្រជែងជាមួយនឹងយុវជនដទៃទៀតពីព្រោះពានរង្វាន់មួយនេះមិនមែនសម្រាប់តែប្រជាពលរដ្ឋខ្មែរទេគឺយើងបានដឹងហើយសម្រាប់និស្សិតអន្តរជាតិហើយប្រទេសអូស្ត្រាលីមិនមែនទទួលតែនិស្សិតខ្មែរទេទទួលនិស្សិតពីគ្រប់ទីដែលអាចមានសមត្ថភាពមានលទ្ធភាពមកសិក្សានៅប្រទេសនេះហើយពានរង្វាន់មួយនេះនៅពេលដែលទី2បានចូលប្រកួតក៏ប្រកួតជាមួយនឹងបងប្អូននិស្សិតផ្សេងទៀតដែរសិស្សនិស្សិតផ្សេងទៀតក៏គេមានសិទ្ធិនៅក្នុងការដាក់ពាក្យប៉ុន្តែជាសំណាងល្អហើយក៏បង្ហាញអំពីសមត្ថភាពនៃកូនខ្មែររបស់យើងផងដែរគឺយើងទទួលបាននៅពានរង្វាន់នឹងចាស់ទី2គឺម្ចាស់ពានរង្វាន់នៅឆ្នាំ2023ឥឡូវយើងមកជួបជាមួយនឹងទី2តែម្ដងចាទី2សុខសប្បាយទេថ្ងៃហ្នឹងហើយបងចុះបងវិញចាខាងបងក៏សុខសប្បាយដែរបងអរគុណច្រើនចំពោះការផ្ដល់ពេលវេលាមកឲ្យបងទី2កាលពីឆ្នាំ2023ទី2អាចទទួលព័ត៌មានតកតងនឹងការប្រកួតប្រជែងយកពានរង្វាន់នឹងដោយរបៀបណាដែរចារឿងវារបៀបថារៀង funny តិចបងដោយសារតែខ្ញុំឃើញ information តាក់ទងជាមួយនឹង award ហ្នឹងគឺពី Billboard ចុះធម្មតាយើងនៅតាមផ្លូវគេ Billboard គេផ្សព្វផ្សាយព័ត៌មានអីផ្សេងហើយនៅក្នុង Billboard ហ្នឹងខ្ញុំឃើញមនុស្សស្រីម្នាក់គឺគាត់នៅក្នុង like cinema hall គាត់កំពុងមើល screen ពី story របស់គាត់ពី journey ពី success របស់គាត់ដែលគាត់បានធ្វើកន្លងមកហ្នឹងហើយខ្ញុំក៏ថា interesting ខ្ញុំក៏ check Instagram ពីសាលាដោយសារតែ Billboard ហ្នឹងគឺគេផុសដោយសាលាដែលខ្ញុំធ្លាប់រៀនពីមុនមកហ្នឹងហើយនៅអញ្ចឹងខ្ញុំក៏ check មើលធម្មតាយើង social media យើងតែ follow សាលារបស់យើងអញ្ចឹងបងហើយនោះគេក៏និយាយពីថាគាត់ហ្នឹងគឺជា International Student of the Year 2022អញ្ចឹងគឺគាត់ជាប់ពានរង្វាន់ហ្នឹងមួយឆ្នាំមុនខ្ញុំហើយគាត់ក៏ជា nursing student ដូចគ្នាចឹងទៅ background ដូចគ្នាហើយខ្ញុំគាត់ថាមាន award អញ្ចឹងដែរខ្ញុំបានដឹងថា award មាន award សម្រាប់ international student ហើយខ្ញុំគិតថាមានតែភាគច្រើន local ឬក៏ជនជាតិគេដែរអញ្ចឹងហើយខ្ញុំក៏ check មើលពី Study Melbourne so Study Melbourne ហ្នឹងគឺជា government website របស់ international student នៅក្នុងរដ្ឋ Victoria សម្រាប់ខ្ញុំដោយសារខ្ញុំរស់នៅរដ្ឋ Victoria គឺខ្ញុំ check Study Melbourne អញ្ចឹងបើសិនជាបងប្អូនឬក៏បងប្អូនគាត់ចង់ apply for award ហ្នឹងដែរគឺគាត់ត្រូវ check មើលថាគាត់រស់នៅ state មួយណាបើសិនឧទាហរណ៍ដូចជាគាត់រស់នៅ South Australia អញ្ចឹងគាត់ត្រូវ check Study Adelaide បើគាត់នៅ Sydney គាត់ត្រូវ check Study New South Wales អញ្ចឹងគឺវាខុសៗគ្នាអញ្ចឹងបកមកវិញគឺខ្ញុំ check ពី Study Melbourne ហើយនៅក្នុង Study Melbourne ហ្នឹងគឺគេពេលហ្នឹងគាត់ទៅតែជាប់តែថាគាត់ហ្នឹងគាត់ទៅតែជាប់អញ្ចឹងយើងក៏វាថាគេផុសពី information គាត់ achievement ដែលគាត់បានធ្វើ like how she became the international student of the year ហើយតមកខ្ញុំក៏ឃើញថាពេលហ្នឹងគឺក្នុងកំឡុងពេលខែ10ពេលដែលជាប់ហ្នឹងអញ្ចឹងខ្ញុំគិតថាអញ្ចឹងប្រហែលជាខែ10ឆ្នាំក្រោយប្រហែលជាគេប្រកាសម្ដងទៀតគឺគេប្រកួតឯម្ដងទៀតហើយអញ្ចឹងខ្ញុំថាយើង check up ដូចថាមួយខែយើង check up ម្ដងពេលណាដែលថា application គេ open អញ្ចឹងបងអញ្ចឹងខ្ញុំក៏ចាំរហូតដល់ខែ5 application គេ open ហើយអញ្ចឹងខ្ញុំក៏ចាប់តាម ready submit application តាម criteria ដែលគេ require ហ្នឹងចាសរុបមកទៅប្រទេស2គឺជាអ្នកចង់ដឹងចង់ឮហើយក៏តាមនៅព័ត៌មាននឹងរហូតតតែបានសម្រេចមែនតែនចាពិតជាល្អមែនតែនទី2ចុះនៅពេលដែលដាក់ពាក្យវិញយើងដាក់ពាក្យតាម online ឬក៏យើងដាក់ពាក្យតាមរបៀបណាដែរចាចំពោះការដាក់ពាក្យគឺយើងត្រូវតែ submit តាមក្នុង Study Melbourne យើងត្រូវតែ submit ទៅតាមយើងត្រូវ create account នៅក្នុង Study Melbourne ហ្នឹងហើយតមកគេមានឲ្យយើង choose
criteria សម្រាប់ខ្ញុំជា International of the Year Higher Education ក្នុង category undergraduate ឬក៏ postgraduate នៅក្នុង International Student of the Year ហ្នឹងមានចែកចេញជា4ឬក៏5 category depend on like អ្វីដែលសិស្សនិស្សិតគាត់រៀនឬក៏តំបន់ដែលគាត់រស់នៅឧទាហរណ៍ដូចជាគាត់រស់នៅតំបន់ regional អញ្ចឹងគឺគាត់ apply international student of the year in regional ឬឧទាហរណ៍មួយទៀតបើសិនជាគាត់រៀននៅក្នុង TAFE ខ្មែរគេហៅថាវិទ្យាស្ថានអញ្ចឹងបងតែគាត់រៀនអង់គ្លេសcertificate អញ្ចឹងគឺគាត់អាច apply international student of the year in category ដែលគាត់កំពុងសិក្សាហ្នឹងអញ្ចឹងសម្រាប់ខ្ញុំដោយសារពេលហ្នឹងខ្ញុំគឺជា undergraduate អញ្ចឹងគឺខ្ញុំ apply higher education នៅក្នុង study Melbourne website ចាល្អមែនតើអញ្ចឹងកន្លែងហ្នឹងគឺយើងអ្នកសិក្សាគឺត្រូវតែស្គាល់យើងចូលទៅsearchទៅខ្ញុំគិតថាអ្នកទាំងអស់គ្នាដែលមកការសិក្សានៅប្រទេសអូស្ត្រាលីនេះអាចចេះស្រាវជ្រាវហើយយើងចូលទៅក្នុង Google ទៅដាក់ថា Study of Melbourne អញ្ចឹងនឹងអាចមានព័ត៌មានច្រើននៅក្នុងនឹងបន្ថែមទៀតណាបងប្អូនទាំងអស់គ្នាចាតកតងនឹងចំណុចសំខាន់មួយទៀតដែរទី2តើអ្វីទៅដែលអាចធ្វើឲ្យបងអូនខ្លាយទៅជាបេក្ខជនមួយដែលលេចធ្លោបែបហ្នឹងចាមុនខ្ញុំចូលដល់ចែករំលែកនៅព័ត៌មានចម្លើយខ្ញុំចង់ចែករំលែកព័ត៌មានតាក់ទងជាមួយនឹងថ្ងៃដែលខ្ញុំបានទទួលពានរង្វាន់ហ្នឹងនិយាយទៅខ្ញុំអត់ដឹងថាខ្ញុំឈ្នះពានរង្វាន់ហ្នឹងទេគឺខ្ញុំដឹងថាខ្ញុំជា finalist ដោយសារតែគេ announce ឲ្យយើងជាប់នៅក្នុង finalist ហ្នឹង2អាទិត្យឬក៏មួយអាទិត្យមុនថ្ងៃដែលគេប្រកាសពានរង្វាន់ហ្នឹងពេលហ្នឹងខ្ញុំអត់ខ្វល់ទេខ្ញុំថាជាប់ក៏ជាប់អត់ជាប់ក៏ហេតុទៅដឹងតែបាន finalist ក៏បាន2000ដែរដោយសារតែថាយើងបាន finalist ក៏យើងបាន award មួយដែរអញ្ចឹងណាបងហើយខ្ញុំក៏ហ្នឹងហើយខ្ញុំក៏ហេតុទៅដល់ពេលដល់ថ្ងៃដែលខ្ញុំទៅទទួលថ្ងៃ event ហ្មងហ្នឹងថ្ងៃដែលគេចែក award ហ្នឹងគ្រាន់តែខ្ញុំចូលទៅដល់កម្មវិធីហ្នឹងភ្លាមយើងធម្មតាយើងចូលកម្មវិធីយើងមានពាក្យផ្លាកឈ្មោះយើងអញ្ចឹងបងហើយគេគ្រប់គ្នាគេមកនិយាយជាមួយយើងគេមកវាថាcongrats យើងហើយ congrats ជា finalist ណាបងដោយសារហើយពេលហ្នឹងគឺខ្ញុំអត់ដែរស្គាល់ណាគេទាំងអស់បងហើយខ្ញុំរៀង surprise ដែរថាគេមកនិយាយគេមក congratulation យើងមើលទៅតែខ្ញុំក៏គិតថាអូដោយសារតែធម្មតា event ហ្នឹងគេរស់រីកដាក់គ្នាទៅវិញទៅមកអញ្ចឹងហើយខ្ញុំក៏នៅនឹងរហូតទៅដល់ពេលហើយមួយសន្ទុះក្រោយមកមានjudge គាត់មកដើរមកអោបខ្ញុំហ្មងហើយគាត់និយាយ congratulation អីអញ្ចឹងហើយគាត់ថាគាត់គឺជា judge ម្នាក់គាត់គឺជាអ្នកវាយតម្លៃ application របស់ខ្ញុំហើយគាត់ថាគាត់ពិតជា proud មែនតើគាត់អត់ដែរណាស្មានថាជា international student ម្នាក់អាចធ្វើការងារសង្គមបានច្រើនបានល្អយ៉ាងហ្នឹងណាហើយគាត់ថាទោះខ្ញុំជាប់ឬមិនជាប់ award ហ្នឹងក៏ដោយគាត់សង្ឃឹមថាតទៅមុខទៀតខ្ញុំនឹងបន្តធ្វើការងារអីដែលខ្ញុំបានធ្វើហ្នឹងហើយនឹងជួយជ្រោមជ្រែង international student ទាំងអស់ឲ្យគាត់ដើរផ្លូវដែលខ្ញុំបានធ្វើហ្នឹងបងវាថាយើងជួយ support គ្នាទៅមកអញ្ចឹងជា like mentor support them you know to be on the right track ហើយអញ្ចឹងខ្ញុំក៏អូខេខ្ញុំថាហ្នឹងអីអញ្ចឹងដល់ពេលឲ្យដើរជួបអ្នកផ្សេងទៀតខ្ញុំមានពួកម៉ាក់ខ្ញុំអីទៅជាមួយដែរអញ្ចឹងគេគ្រប់គ្នាហ្នឹងមកនិយាយជាមួយពួកម៉ាក់ខ្ញុំអីគ្រប់គ្នាទេគេតែសារយើងអត់ឈប់មាត់ហ្មងបងគេថាតែពីហ្នឹង like strong applicant ហ្មងអីអញ្ចឹងហើយ like គេ impress ជាមួយ work អីជាដែលយើងបានធ្វើឲ្យយើង submit ហ្នឹងព្រោះថាខ្ញុំមិនដឹងថាមានមនុស្សប្រហែលអ្នក evaluate application ហ្នឹងទេតែដឹងថាខ្ញុំចាំថាមានមនុស្សច្រើនអ្នកដើរមកនិយាយជាមួយពួកម៉ាក់ខ្ញុំនិយាយជាមួយខ្ញុំខ្លួនឯងផ្ទាល់ពីគេនិយាយថា application យើងល្អមកអញ្ចឹងហើយបងហើយខ្ញុំចាំតែមានពេលដែលខ្ញុំជាប់ភ្លាមហ្នឹងគឺគេនិយាយឲ្យខ្ញុំថាអ្នកឯងតែប្រោតលើអ្វីដែលអ្នកឯងបាន achieve ព្រោះអីអ្នកឯងយកឈ្នះមនុស្ស 2000 នាក់ហើយពេលហ្នឹងដែលខ្ញុំដឹងថា application ហ្នឹងគឺមានអ្នកចូលរួមចំនួន 2000 នាក់ហើយហ្នឹងហើយអញ្ចឹងអាហ្នឹងគាត់ថាយើងចង់បើកកញ្ចក់ឲ្យដឹងថាពានរង្វាន់ហ្នឹងគឺពិតជាមានតម្លៃសម្រាប់ខ្ញុំខ្លាំងមែនតើហើយក៏ដូចជាបងនិយាយមុនហ្នឹងថាវាមិនត្រឹមតែជាលើកមុខមាត់ខ្ញុំខ្លួនឯងគ្រួសារខ្ញុំក៏លើកមុខមាត់ដល់ប្រជាជនខ្មែរយើងទាំងអស់ទាំងជាពិសេសបងប្អូនប្រជាជនខ្មែរយើងនៅរដ្ឋ Victoria ដែលតែពានរង្វាន់ហ្នឹងគឺមិនមែនតែខ្ញុំតែម្នាក់ទេគឺជាការចូលរួមទាំងអស់គ្នាពីសហគមន៍ខ្មែរយើងនៅក្នុងប្រទេសអូស្ត្រាលីហ្នឹងនៅរដ្ឋ Victoria ហ្នឹងតែម្ដងហើយបកទៅសំណួរដែលបងសួរថាអីដែលខ្ញុំជា potential candidate គឺនៅក្នុង application ហ្នឹងគឺគេចែកចេញជា3 criteria ទី1គឺ community involvement 60% ហើយ leadership 30% and academic achievement 10%អញ្ចឹងឃើញថា community involvement គឺ like សឹងថា almost like take more than half of the application ហើយអញ្ចឹងខ្ញុំប្រៀបថាយើងរៀងព្យាយាមចង់និយាយថា whatever
you did just put all in there អ្វីដែលខ្ញុំធ្វើដែលខ្ញុំគិតថាអ្វីអីការងារហ្នឹងគឺទូចឬក៏មានប្រយោជន៍ឬក៏អត់ប្រយោជន៍ទេអ្វីដែលខ្ញុំធ្វើគឺខ្ញុំដាក់ទៅទាំងអស់ហ្មងហើយនិយាយទៅក៏អរគុណបងខ្លាំងមែនតើដែលការខ្ញុំដឹងថាកាលពី2ឆ្នាំមុនគឺដោយសារបង interview ខ្ញុំនៅក្នុង SBS ខ្មែរហើយចាប់ពីពេលបង interview មកខ្ញុំក៏ចាប់ផ្ដើមមានវាផាមានឱកាសផ្សព្វផ្សាយការងារដែលខ្ញុំបានធ្វើចឹងទៅក៏ធ្វើឲ្យយើងមានឱកាសបន្តការងារយើងជាមួយសហគមន៍ខ្មែរបន្តទៀតទៅហើយក៏អរគុណដល់លោកអ៊ំជីយូហនគាត់ផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការជាមួយសហគមន៍ខ្មែរបរិញ្ញាពូអ្នកមានចាស់ពីសុខភាពថ្លើមបងម៉ាឡៃក៏ដូចគ្នាហើយជាអរគុណជាពិសេសហ្នឹងដល់ពូលឹមសួរដោយសារតានិយាយទៅថាដោយសារលោកពូលឹមសួរគាត់ធម្មតាគាត់មាន event មានអីចឹងគាត់តែងតែឲ្យឱកាសយើងទៅចូលរួមក្នុងកម្មវិធីអស់ហ្នឹងបងហើយចឹងណាវាជាហេតុធ្វើឲ្យយើងថាការងារសហគមន៍របស់ខ្ញុំហ្នឹងវាចាប់ផ្ដើមវាថារិចពី1ទៅ10ទៅ20ចឹងទៅអាហ្នឹងគឺជាផ្នែកមួយនៃការងារសហគមន៍របស់ខ្ញុំហើយមួយទៀតនោះគឺជាការងារ nursing របស់ខ្ញុំដោយសារតែពេលខ្ញុំហ៊ានចាប់ nursing ភ្លាមហ្នឹងគឺខ្ញុំគឺក្នុងកំឡុងពេល COVID អញ្ចឹងបងដឹងហើយថាពេលនៅក្នុងប្រទេសអូស្ត្រាលីយើងពេល COVID គឺ lockdown អញ្ចឹងអត់មានអ្នកគេចេញពីផ្ទះទេហើយគេខ្លាច COVID ឲ្យគ្រប់គ្នាតែសម្រាប់ខ្ញុំពេលហ្នឹងខ្ញុំគិតថាខ្ញុំជាណាខ្ញុំគួរតែ I should do something to save people life អញ្ចឹងពេលហ្នឹងគឺខ្ញុំរើសទៅធ្វើការនៅ COVID testing site ខ្ញុំធ្វើការនៅក្នុង COVID ward នៅក្នុង ED នៅធ្វើការជាមួយ Ambulance Victoria អីនិយាយទៅសុទ្ធតែទីកន្លែងដែលគេ consider ថា high risk setting តែអត់សូវមានអ្នកគេចង់ធ្វើការទេហើយអញ្ចឹងយើងពេលយើងធ្វើការនៅកន្លែងអស់ហ្នឹងពេលយើង save ក្នុង application ហ្នឹងយើងដាក់ថាយើងមិនធ្វើការអញ្ចឹងដែរបងអញ្ចឹងគេមើលឃើញថា you an international student you sacrifice you risk your life to work in a high risk setting which is like not many people dare to do it ចឹងអាហ្នឹងក៏ជា part មួយនៃapplication ខ្ញុំដែរហើយតែចុងក្រោយនោះគឺពេលដែលខ្ញុំ submit application ហ្នឹងគឺខ្ញុំបានការងារធ្វើនៅក្នុង WHO គឺពេលហ្នឹងខ្ញុំធ្វើការនៅ WHO Collaborating Center for Viral Hepatitis អញ្ចឹងមើលទៅវាស្ដាប់មើលទៅរៀងខាត់បានដែរដោយសារតែនៅលើពិភពលោកយើងហ្នឹង WHO Collaborating Center ហ្នឹងគឺមានតែ5ឯង headquarter មានតែ5ឯងហើយជាទូទៅ WHO ហ្នឹងគឺគេអត់ដែរ recruit overseas student ឬក៏ people that don't have Australian citizen នេះប៉ុន្តែខ្ញុំធ្វើតែជាពេលហ្នឹងខ្ញុំធ្វើតែជាកូនសិស្សសាលាអត់ទាន់ហ៊ានចប់ទៀតប៉ុន្តែខ្ញុំមានឱកាសបានធ្វើការជាមួយនឹងអ្នកដែលធ្វើការនៅក្នុង WHO នឹងមានឱកាសបានចេញទៅក្រៅប្រទេសទៅ international conference អីផ្សេងអ្នកដែល finalist នៅក្នុង category ជាមួយខ្ញុំហ្នឹងគឺគាត់ធ្វើការ community work ច្រើនដូចគ្នាប៉ុន្តែភាគច្រើនការងារគាត់គឺជាការងាររបៀបនៅក្នុង uni អត់សូវភាគច្រើនអត់សូវជា volunteer នៅក្នុង uni ប៉ុន្តែមិនមែនជាការងាររបៀបនៅក្នុងសហគមន៍ទេដល់ពេលខ្ញុំធ្វើការក្នុងការងារសហគមន៍ហើយខ្ញុំមិនមែនធ្វើការតែក្នុងសហគមន៍ទេគឺខ្ញុំខ្មែរតែមួយទេខ្ញុំធ្វើជាមួយសហគមន៍ផ្សេងទៀតនិយាយទៅវាទៅជា multicultural community បងពេលអញ្ចឹងទៅគេថាអាហ្នឹងគឺជាអីដែលគេចង់បានយើងអត់មាន stick នៅមួយតែ nationality របស់យើងបានហើយយើងចាប់ផ្ដើមពង្រីកខ្លួនឯងទៅជួយសហគមន៍ផ្សេងដែរអញ្ចឹងកិច្ចការទាំងអស់ហ្នឹងគឺជាកិច្ចការងារកាន់តែធំទៅប៉ុន្តែទី2ឆ្លៀតពេលវេលាធ្វើកិច្ចការងារនោះបានចាពិតជាល្អមែនតើចាអ្នកស្ដាប់ទាំងអស់គ្នាជាពិសេសគឺបងប្អូនសិស្សនិស្សិតទាំងអស់ដែលកំពុងតែសិក្សានៅប្រទេសអូស្ត្រាលីបានស្ដាប់ឮហើយខ្ញុំពិតជាចូលរួមចំណែកនៅក្នុងផ្នែកដែលទី2លើកឡើងថាកិច្ចការងារសហគមន៍គឺជាកិច្ចការងារមួយដែលគេឲ្យបន្ទុកខ្លាំងណាស់ចាំមិនថាកិច្ចការងារអ្វីទេកុំថាឡើយតែយកពានរង្វាន់សំបីតែកិច្ចការងារនៅក្នុងការរកការងារធ្វើក៏ដូចគ្នាដែរបើសិនបើមិនមានបទពិសោធន៍ជាអ្នកចូលរួមឬក៏ជាអ្នកស្ម័គ្រចិត្តនៅក្នុងផ្នែកកិច្ចការងារណាមួយនៅក្នុងសង្គមនោះទេគឺពិបាកនៅក្នុងការរកការងារធ្វើណាអញ្ចឹងចំណុចនេះគឺទី2បានលើកឡើងហើយនៅក្នុងពានរង្វាន់មួយនេះគឺគេឲ្យបន្ទុករហូតដល់ 60% មានន័យថាច្រើនមែនទែនចាបងសូមអរគុណចំពោះទី2សារជាថ្មីហើយក៏សូមជម្រាបលាទី2តែប៉ុណ្្នេះសិនចាយើងជួបគ្នានៅឱកាសក្រោយទៀតបងអូនចា